ជួនចំពោះឯកឧត្តមយន្តហេនិងលោកជំទាវព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅខ្ញុំនិងភរិយាសូមសម្ដែងនៅសមាជិកគ្រប់ដ៏ក្រៀមក្រំនិងភាពរកដួលរំជួលចិត្តយ៉ាងខ្លាំងជាមួយឯកឧត្តមយន្តហេសមាជិកក្រុមប្រឹក្សាសមាជិកក្រុមការងារចល័តនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបកប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលីនិងនូវែលសេឡង់អំពីដំណឹងនៃការបាត់បង់លោកស្រីយុនបូដែលត្រូវជាបងស្រីបង្កើតរបស់ឯកឧត្តមដែលបានទទួលអនិច្ចកម្មនាថ្ងៃអាទិត្យ14កើតខែមេឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2026វេលាម៉ោង7ព្រឹកក្នុងជនមាយុ66ឆ្នាំដោយលោកទៀតមរណភាពរបស់លោកស្រីយុនបូជាការបាត់បង់នៅបងស្រីបង្កើតបងថ្លៃស្រីអ៊ំស្រីនិងជីដូនជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារព្រមទាំងបងប្អូនកូនចៅនិងជាអ្នកមានគុណមួយរូបផ្ដល់នូវភាពកក់ក្ដៅក្នុងក្រុមគ្រួសារប្រកបទៅដោយព្រហ្មវិហារធម៌សពគ្រប់បែបយ៉ាងដែលបានបូជាកម្លាំងកាយកម្លាំងចិត្តក្នុងការបីបាច់ថែរក្សាការពារអប់រំទូមានពុត្រាពុត្រីចៅនិងក្មួយឲ្យคล้ายទៅជាពលរដ្ឋល្អដើម្បីចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គមនិងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិជាមួយគ្នានេះខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកស្រីយុនបូឆាប់បានវិនិយោគយកកំណើតក្នុងសុខទេភពគ្រប់ជាតិកុំបីគ្លៀងគ្លាតឡើយសូមឯកឧត្តមយន្តហេនិងលោកជំទាវព្រមទាំងក្រុមគ្រួសារទទួលនៅការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំប្រកបដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំនិងភរិយាថ្ងៃអាទិត្យ14កើតខែមិញឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ជួបយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលប្រធានសម្ដេចមហាវរបបធិបតីហ៊ុនម៉ាណែត